ក្រោយពីភ្លៀងការប្រយុកមិញហើយបងប្អូនហើយចេញមកខាងក្រៅឃើញមេឃសតុំក៏ទាញទូរស័ព្ទយកមកថតស្រាប់តែថតចុះថតឡើងឃើញត្រួយបាសហើយនឹងដើមម្រះកំពុងតែលាស់ត្រួយខ្ចីក៏នឹកឃើញទៅដល់ស្លកកោនៅចាំអីទៀតបន្លែធម្មជាតិផុនយើងបងប្អូនអត់មានថ្នាំទេស្រាប់តែបេះទៅបេះមកបានមកឡើងមកទំនូកដៃតែម្ដងនិយាយរួមទៅស្លឹកបាសដើមម្រះដើមមរុំហើយនឹងដើមសាវម៉ាវព្រៃហើយនឹងដើមបន្លែខៀវផ្សេងទៀតគឺថាឲ្យទៅដល់រដូវភ្លៀងហើយគឺលាស់ឯងតែម្ដងមិនបាច់ទៅរកទិញឯផ្សារទេហើយវាងាយស្រួលក្នុងការយើងស្លទេបងប្អូនឲ្យតែមានដីទំនេរគឺវាដុះឯងតែម្ដងហើយងាកមកមើលបន្លែផុនខ្ញុំនេះគឺអត់ទាន់គ្រប់ទេខ្ញុំដើរស្វែងមករកដើមលហុងទៀតស្រាប់តែមើលទៅលហុងអត់មានផ្លែអលីងបងប្អូនមើលទៅមិនផុតពីទិញផ្សារទេខ្ញុំនៅខ្វះពី3មុខដែរហ្នឹងណាហើយមើលស្លឹកគ្រៃផុនខ្ញុំវិញបងប្អូនណាយឡើងអើយខ្ចីលវក់តែម្ដងហើយព្រោះអីខ្ញុំអាសាកាត់វាស្លបងប្អូនចាពេលដែលខ្ញុំស្លម្ដងណាឲ្យតែថាខ្ញុំស្លដូចជាស្លប្រហើជាពិសេសប្រហើម្សៅស្លកកូស្លអីហ្នឹងគឺខ្ញុំស្លតែស្លឹកទេអីចំណែកឯផ្ទីនេះវិញល្មមមកកាត់ឲ្យបានមួយមុខទៀតហើយខ្ញុំចាបេះទៅបេះមកឲ្យបានប្រហែលមុខហើយក៏យកមកដាក់នឹងកញ្ច្រែងទុកម្ដុំសិនហើយពេលនោះក៏ឆ្លៀតមកលីងអង្គលីងបន្ថែមទៀតព្រោះថាលីងឲ្យហើយអង្គលីងនេះខ្ញុំនិយាយទៅខ្ញុំអត់មានម៉ាស៊ីនកិនទេខ្ញុំមានតែត្បាល់បុកអញ្ចឹងខ្ញុំបុកអញ្ចឹងខ្ញុំលីងឲ្យរៀងក្តៅទៅពេលដែលវាឆ្អិនទៅវាក្តៅយើងបុកវាទាំងក្តៅហ្នឹងគឺវាឆាប់ម៉ត់បងប្អូនបើយើងបុកវាឲ្យរៀងត្រជាក់ឲ្យអង្គលីងហ្នឹងត្រជាក់គឺយើងបុកអត់ងាយម៉ត់ទេតែបើសិនជាអង្គលីងនៅក្តៅយើងបុកឆាប់ម៉ត់ហើយក៏ធូរដៃដែរចាហើយក៏ធូរដៃដែរសម្រាប់ក្នុងការបុកហ្នឹងព្រោះអីខ្ញុំវាអត់មានម៉ាស៊ីនណាបងប្អូនចាខ្ញុំអត់មានម៉ាស៊ីនកិនខ្ញុំហ្នឹងវាខូចអស់អាលីងណាខ្ញុំទិញមកមួយដែរប៉ុន្តែដល់ពេលកិនចុះកិនឡើងទៅក៏ខូចម៉ាស៊ីននឹងបាត់ទៅឥឡូវអត់ទាន់បានទិញទេអញ្ចឹងក៏ប្រើវិធីបុកតែម្ដងទៅដល់ប្រើវិធីបុកទៅអង្គលីងមានអីពេលដែលយើងបុកក្តៅហ្នឹងម៉ត់ល្អណាចាវាអត់មានពិបាកអីទេចាហើយបើបងប្អូនណាគាត់មានម៉ាស៊ីនមានអីស្រួលទេប៉ុន្តែខ្ញុំវាអត់មានចាហើយស្លកកូផាន់ខ្ញុំហ្នឹងគឺស្លដាក់សាច់ជ្រូកបងប្អូនខ្ញុំអត់ដាក់ត្រីទេព្រោះអីខ្ញុំវាដាក់ត្រីទៅខ្ញុំច្រើនតែបែកឲ្យតែថាខ្ញុំស្លកកូចុះបន្លែវាមានច្រើនមុខហ៎មិនមានតែមួយមុខពីរមុខណាបន្លែមានច្រើនមុខដល់ពេលអញ្ចឹងទៅខ្ញុំស្លដាក់តែសាច់ជ្រូកឯងសាច់ជ្រូកទៅវាស្រួលវាអត់ងាយបែកងាយអីទេចាហើយខ្ញុំបុកគ្រឿងបុកអីអញ្ចឹងទៅឲ្យវាម៉ត់គ្រឿងហ្នឹងឲ្យរៀងម៉ត់បន្តិចទៅចាហើយសាច់ជ្រូកខ្ញុំហ្នឹងច្រាំដែរខ្ញុំអត់ហាន់ចំណិតអីទេបងប្អូនខ្ញុំច្រាំវាចាព្រោះខ្ញុំចូលចិត្តច្រាំហ្មងចូលចិត្តដូចថាពេលស្លទៅមើលទៅវាតំណងស្អាតណាចាហើយបន្ទាប់ពីហ្នឹងមកខ្ញុំក៏រៀបចំវាដាក់ដោយឡែកមួយមុខឲ្យហើយអញ្ចឹងទៅពេលដែលយើងស្លគឺវាងាយស្រួលការប៉ិតទៅខ្ញុំចូលចិត្តឲ្យតែថាខ្ញុំស្លខ្ញុំអីខ្ញុំត្រូវតែរៀបចំមកហើយចឹងហ្មងបងប្អូនខ្ញុំត្រូវតែរៀបចំមានគ្រឿងអីខ្លះខ្ញុំយកមកដាក់ឲ្យគៀកដៃខ្ញុំតែម្ដងវាងាយស្រួលក្នុងការដែលខ្ញុំស្លណាចាពេលដែលខ្ញុំស្លអញ្ចឹងវាដូចថាវាអត់ភ័យខ្លាច់ខ្លោចស្លហ្នឹងក៏អត់ភ័យខ្លាច់ខ្លោចខ្លាច់អីដែរព្រោះថាយើងយកគ្រឿងយកគ្រូអីយកមកដាក់ចិត្តដៃយើងអស់ហើយអញ្ចឹងទៅយើងអត់បារម្ភទេហើយយើងក៏ធ្វើតាន់ពេលវេលាវាដែរបងប្អូនចាហើយស្លខ្ញុំហ្នឹងក៏ចាប់ដើមបង់គ្រឿងបង់អីហ្នឹងណាបងប្អូនចាមើលទៅរៀងតំណងដែរទេបងប្អូនព្រោះអីស្លកកូននេះគឺជាស្លពេញនិយមផាន់ខ្មែរយើងហើយចារបស់ខ្មែរយើងហើយអ្នកណាក៏ចេះដែរមិនមែនតែខ្ញុំទេប៉ុន្តែគ្រាន់ថារបៀបវិធីក្នុងការស្លហ្នឹងវាខុសគ្នាអញ្ចឹងទៅអ្នកខ្លះគាត់ដាំទឹកមុនហើយពេលទឹកពុះបានគាត់បងសាច់បងប្រហុកបងអីទៅណាប៉ុន្តែខ្ញុំអត់ទេខ្ញុំអាលីងគ្រឿងមុនហើយបានខ្ញុំដាក់សាច់ដាក់អីចូលហើយបន្ទាប់មកខ្ញុំចាក់ទឹកបន្តិចចឹងមកដើម្បីខ្ញុំដាក់កលីងបងប្អូនខ្ញុំអត់លាយទឹកក្រៅទេខ្ញុំយកទឹកនឹងតែម្ដងហើយខ្ញុំចាក់ទឹកតែបន្តិចទេមកល្មមមករំងាស់កលីងនឹងឲ្យវាបែកចឹងណាបងប្អូនហើយស្លខ្ញុំហ្នឹងគឺអត់មានដាក់ប្រហុកទេខ្ញុំអត់ប្រើប្រហុកទេណាបងប្អូនខ្ញុំប្រើតែទឹកត្រីប៊ីចេងរ៉ូឌីតែ3មុខហ្នឹងឯងខ្ញុំអត់ប្រើប្រហុកអត់ប្រើស្ករទៀតហើយអំបិលក៏ខ្ញុំអត់ប្រើដែរខ្ញុំប្រើតែ3មុខហ្នឹងឯងចាបងប្អូនឥឡូវមានអីតំណងដែរតាស្លកកូខ្ញុំមើលទៅគួរឲ្យចង់ញ៉ាំតែម្ដងហើយ
cha mơ tập lại đang riêng lao hơi là mỏ mà về tuần hai nhưng có đã chập đam đã lại kêu dương châu hay lại kêu nó có nhom ọt miên tục ở du đây bông ôn là mỏ mà về nhom về ai hai mơ tới khi tập lại dương tuần thà chân hai ai hái chập đam đua đã cha ôi mơ tới ngày ở toa tại mà đường này cha video ní đá có đo ti bình chọnได้បងប្អូនហើយនាងខ្ញុំក៏សូមអរគុណដល់បងប្អូនខ្មែរយើងដែលនៅក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ដែលបានចូលមើលវីដេអូរបស់នាងខ្ញុំសូមកុំភ្លេចជួយ like និងជួយ follow បើនៅក្នុង YouTube កុំភ្លេចជួយចុច subscribe ផងណាបងប្អូនជាទីស្រឡាញ់ចាអរគុណច្រើនជម្រាបលាពីចម្ងាយ